គេមិនសូវខ្លាចប្រមុខថ្នាក់ដឹកនាំប្រទេសទេដោយសារតែគេអាងអីគេអាងថាអំណាចយោធានឹងវាអត់នៅក្រោមប្រជារបស់គណៈរដ្ឋមន្ត្រីផងទេអញ្ចឹងគេអត់ខ្លាចព្រោះយោធានឹងគេមានសិទ្ធិពិសេសអាចធ្វើរដ្ឋបហាទម្លាក់នាយករដ្ឋមន្ត្រីបានអាហ្នឹងរឿងរបស់គេរឿងស្រុកគេអញ្ចឹងបានគេមិនសូវជាញញើតចេះតែបកកបញ្ហារហូតដល់មានតាប្រមុខថ្នាក់ដឹកនាំប្រឆាំងគេហ្នឹងគឺមិនចង់វាយយកភ្នំពេញទៀតបាទសូមគោរពជំរាបសួរបងប្អូនខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ថ្វាយគុំកណ្ណាគុណចាស់ជាប្រសងផងណាទៀតថ្ងៃនេះមកអង្គុយអានព័ត៌មានមើលព័ត៌មានជុំវិញឆ្លៀតនិយាយនៅក្នុងคลิปវីដេអូមួយទៀតបងប្អូនការនិយាយនេះគឺមិនមានចេតនាបកកបញ្ហាញុះញង់ឲ្យកើតរឿងអីទេក៏ប៉ុន្តែគ្រាន់តែនិយាយក្នុងនាមពលរដ្ឋខ្មែរម្នាក់ដែលចេះភាសាគេអាចតាមដានព័ត៌មានជាភាសាគេបានហើយក៏យកមកចែករំលែកដល់បងប្អូនទាំងអស់គ្នាតាមពិតទៅបងប្អូនប្រសិនបើបងប្អូនចាប់អារម្មណ៍ទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីផែថងឋាននាយករដ្ឋមន្ត្រីថៃមកកាន់ខេត្តសុរិន្ទនៅថ្ងៃនេះបងប្អូនក៏ឃើញរូបភាពច្រើនបាទឃើញរូបភាពទៅជួបជាមួយនឹងមន្ត្រីយោធារបស់ពួកគាត់ទៅជួបជាមួយនឹងប្រជាជនហើយដែលពិសេសនោះគឺឃើញទៅនេះបងប្អូនទៅមើលត្រង់សេរបស់ប្រជាជនឆ្ងោកមើលក្នុងលូក្នុងអីហ្នឹងទៀតការត្រៀមខ្លួនហើយនឹងការផ្គត់ផ្គង់របស់រដ្ឋបាលមិនមែនជារឿងមិនល្អទេព្រោះជាការការពារជាការយកចិត្តទុកដាក់ទៅលើប្រជាជនខ្ញុំជឿថាការទស្សនកិច្ចរបស់គាត់ហ្នឹងគឺទទួលបានប្រជាប្រិយភាពខ្លាំងណាស់ពីប្រជាជនទោះបីជាមានមួយចំនួនតូចនិយាយថាពឹងគាត់មិនបានគ្មានប្រយោជន៍ក៏ដោយក៏ប៉ុន្តែនៅតែមានភាគច្រើនគ្រប់គ្រងគាត់អញ្ចឹងសូម្បីតែខាងយោធាលោកឧត្តមសេនីយ៍តោភូមិភាគ2ហ្នឹងក៏សម្ដៅពីមុនមកហ្នឹងគឺមិនសូវជារណបឬក៏ថាស្ដាប់តាមបញ្ជារបស់គណៈរដ្ឋមន្ត្រីប្រមាណទេខ្ញុំឃើញអ្នកសរសេរអត្ថបទជាភាសាថៃមួយគឺតាក់ទងរឿងទាហានហើយនឹងគណៈរដ្ឋមន្ត្រីគេប្រើពាក្យរបស់គេអញ្ចឹងបងប្អូនខាងគណៈរដ្ឋមន្ត្រីគឺជាអ្នកគ្រប់គ្រងប្រទេសគេហៅថាការងាររបស់គេគឺប៉ុកក្រងដែលភាសាគេណាប៉ុកក្រងនោះបានន័យថាគ្រប់គ្រងបាទហើយកន្លែងពួកយោធាគេប្រើពាក្យផ្សេងគឺពាក្យប៉ុកប៉ងមិនមែនប៉ុកក្រងទេប៉ុកប៉ងនោះបានន័យថាការពារទាំងថ្នាក់ដឹកនាំប្រទេសការពារទាំងអធិបតេយ្យភាពគេនិយាយពីរឿងអ្នកសរសេរនៅក្នុងជនជាតិថៃហ្នឹងគេសរសេរពីរឿងបំពេញអំណាចបើសិនបើពួកយោធាដែលជាពួកអ្នកការពារនេះคล้ายទៅជាអ្នកគ្រប់គ្រងវិញអាហ្នឹងវាគឺជារឿងល្មើសនៅដែនសមត្ថកិច្ចក៏ប៉ុន្តែស្រុកថៃកើតឡើងអញ្ចឹងមករឿយហើយរាប់ទសវត្សរ៍ចង់100ឆ្នាំបងចង់មួយសតវត្សហើយដូចជាមើលប្រវត្តិរដ្ឋបហាតាំងពីឆ្នាំ1930ជាងមកដល់ឥឡូវនេះជិត100ឆ្នាំហើយប្រវត្តិស្រុកថៃមានរដ្ឋបហាច្រើនជាងគេលើពិភពលោកគឺតាំងពីឆ្នាំ1930ជាងមករហូតដល់សម័យលោកស្រីយីងឡាក់ចុងក្រោយនៅមានរដ្ឋបហាហើយចំពោះរឿងលោកស្រីផែថងឋានដែលជាក្មួយស្រីរបស់លោកស្រីយីងឡាក់ហ្នឹងក៏ទទួលរងនៅពាក្យពមៀនការពមៀនធ្វើរដ្ឋបហានឹងច្រើនលើកច្រើនសារពីសំណាក់ពួកយោធាពីពួកប្រឆាំងខ្ញុំឃើញបងប្អូនខ្មែរយើងប្រមូលទិន្នន័យព័ត៌មានពីស្រុកថៃបានមួយចុងក្រោយនេះគឺមានឧត្តមសេនីយ៍យោធាធំ5រូបបច្ចុប្បន្ននេះដែលមានអំណាចអាចធ្វើរដ្ឋបហាទម្លាក់លោកស្រីផែថងឋានចេញពីតំណែងបានវាមានក្នុងពេលបច្ចុប្បន្នហ្នឹងក៏ប៉ុន្តែទស្សនកិច្ចរបស់គាត់ចុងក្រោយមកកាន់ខេត្តសុរិន្ទនេះហាក់ដូចជា
ទាញប្រជាប្រិយពីប្រជាជនទាញប្រជាប្រិយពីកងទ័ពក៏ដូចជាទាញប្រជាប្រិយពីមនុស្សថៃបានច្រើនបាទទាញប្រជាប្រិយជាមនុស្សថាអាចនិយាយបានថាទាញប្រជាប្រិយពីពួកប្រឆាំងបានខ្លះដែរក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់គាត់មកកាន់ខេត្តនៅជាប់ព្រំដែនហើយគាត់ជ្រើសរើសយកខេត្តសុរិន្ទហើយជ្រើសរើសយកឆောင်းចោមជើដែលមានព្រំប្រទល់ជាប់នឹងច្រកអូស្មាច់របស់ខ្មែរយើងនឹងមកដល់មាត់ច្រកនឹងតែម្ដងឃើញរូបថតហើយចែករំលែកមកបងក្នុងសម្លៀកបំពាក់ឈុតរបស់គាត់បែបហ្នឹងតាំងពីព្រឹកមករហូតដល់ល្ងាចតាមក្រសួងមហាផ្ទៃរបស់គាត់ជួយដំណឹងនឹងគឺដំណើរទស្សនកិច្ចរបស់គាត់ចេញពីព្រឹកមករហូតដល់ម៉ោង6ល្ងាចបន្តទៅវិញហើយចប់សពគ្រប់ក៏ឃើញព័ត៌មានចេញតាមបណ្ដាញសង្គមរបស់គាត់នឹងក៏ច្រើនហើយពិសេសជាងគេខ្ញុំមើលព័ត៌មាននៅបណ្ដាញសង្គមរបស់សហគមន៍មួយនៅសុរិន្ទគេដាក់ឈ្មោះគេឈុំឈុនខុនសុរិន្ទជា page មួយដែលអាចនិយាយថាមួយរយៈនេះមានប្រជាប្រិយខ្លាំងក្នុងការផ្សព្វផ្សាយព័ត៌មានព្រោះអាចថាពួកគាត់ជាជនជាតិខ្មែរសុរិន្ទគាត់ចេះទាំងថៃចេះទាំងខ្មែរជួនកាលមានព័ត៌មានពីខ្មែរក៏គាត់យកទៅសរសេរដែលខ្ញុំតែឃើញជាញឹកញាប់ហើយក្នុងរឿងហ្នឹងគឺមាននេះបងចំណុចដែលពីភ័យនឹងគាត់ចែករំលែកមកខ្លឹមសារនៃទស្សនកិច្ចរបស់លោកស្រីផែតង្តានេះគឺគាត់ផ្ដោតទៅលើនេះបាទចំណងជើងគេនេះមាត្រការជួយលឿប្រជាជន7ចង្វាក់ឆាយដែនថៃកម្ពុជាគឺជាផែនការរបស់គេបងប្អូនផែនការរបស់គេក្នុងការជួយសង្គ្រោះប្រជាជននៅខេត្តទាំង7ដែលជាប់ព្រំដែនកម្ពុជាគ្រាន់តែឃើញពាក្យហ្នឹងបានន័យថាមានលក្ខណៈថាគេធ្វើដើម្បីយកចិត្តប្រជាជនគេជាការត្រៀមដើម្បីការពារប្រជាជនគេក៏ប៉ុន្តែបើសិនបើយើងអង្គុយគិតបន្តិចហេតុអីបានជានាយរដ្ឋមន្ត្រីថៃធ្វើការងារហ្នឹងក្នុងរយៈពេលដែលកំពុងតែចរចាគ្នានេះហាក់ដូចជាមានចេតនាថាការចរចាគ្នានឹងមិនអាចទៅរួចទេតែប្រកាសជាមានការប៉ះពៀគ្នាហាក់ដូចជាមានចេតនាចង់និយាយអញ្ចឹងត្រូវការពារប្រជាជនទុកឲ្យហើយប្រជាជនក៏ខ្លាចដូចគ្នាប្រជាជនក៏ខ្លាចដូចគ្នាព្រោះលឺទៅសង្គ្រាមណាក៏ខ្លាចព្រោះសង្គ្រាមវាអត់មានផលចំណេញទេអ្នកដែលរងគ្រោះជាងគេគឺប្រជាជនតាមជ័យដែនដោយរយៈកាលកន្លងមកហើយនៅស្រុកយើងក៏ធ្លាប់ជួបបងរឿងរ៉ាវតពីព្រះវិហារមកឆ្នាំ2008តមកដល់ប្រាសាទតាមាន់ឆ្នាំ2010បាទហើយប្រជាជនយើងនៅខាងសំរោងនៅខាងប្រទី7ជំលះមកច្រើនណាបាទជំលះចេញពីប្រព័ន្ធព្រំដែនដែលចិត្តប្រាសាទតាមាន់មកច្រើនណាដោយសារមានការវាយប្រហារហើយខ្ញុំក៏ធ្លាប់ស្ដាប់លោកពូឧត្តមសេនីយ៍ត្រីអ្នកវងដែលជាមេពជាការនៅប្រាសាទតាមាន់ហ្នឹងគាត់លើកឡើងពីបទពិសោធន៍សពជួបប្រទេសនៅក្នុងសម័យដែលប៉ះពៀគ្នាហ្នឹងគឺប្រហែលដូចជាគាត់លឿនថាប្រហែល10ប្រហែលថ្ងៃ11 12ថ្ងៃបានចប់ការប្រជុំមុខដាក់គ្នាហើយពេលខ្លះគាត់ឡើងទៅចរចាហ្នឹងកណ្ដុងក៏ភ្លើងពួកតាហ៊ានខាងគេហ្នឹងណាភ្ជុងមកគាត់4 10កណ្ដុងគ្រាន់តែឡើងទៅចរចាជាមួយនឹងភាគីខាងថៃហ្នឹងគាត់និយាយពីបទពិសោធន៍របស់គាត់ហើយប្រសាសន៍របស់គាត់គួរឲ្យគោរពមែនទែនគាត់លើកឡើងថាធម្មតាមិនមាននរណាចង់ឲ្យកើតសង្គ្រាមទេក៏ប៉ុន្តែនៅពេលដែលគេទន្ទ្រានចូលមកកាន់ដែនដីរបស់យើងហើយយើងមានកាតព្វកិច្ចមួយត្រូវតែការពារអាហ្នឹងគឺជាពាក្យដែលប្រជាជនគោរពស្រឡាញ់ខ្ញុំជឿថាមួយរយៈកាលចុងក្រោយនេះតាំងពីរឿងនៅប្រាសាទតាមាន់លោកពូអ្នកវងគឺប្រជាជនយើងគាត់ចាប់អារម្មណ៍ទៅនឹងវីរភាពរបស់គាត់ច្រើនមែនទែនក្នុងការការពារតំបន់ប្រាសាទតាមាន់អញ្ចឹងក្នុងរឿងទាំងអស់នេះបងប្អូននៅស្រុកគេនោះពេលដែលយុរដ្ឋមន្ត្រីគេចុះទៅគឺឃើញមានការរៀបលូរៀបករងច្រកដីខ្សាច់អីធ្វើជាត្រង់សេដើម្បីជាជំរកការពារហើយនាយរដ្ឋមន្ត្រីគេក៏ជំរុញឲ្យរដ្ឋបាលខេត្តរដ្ឋបាលស្រុករបស់គេហ្នឹងគឺព្យាយាមជួយប្រជាជននៃបន្ថែមនៅក្នុងកន្លែងហ្នឹងផ្គត់ផ្គង់តាមរយៈ
អ្វីដែលអាចជួយបានហើយគេដាក់ចេញនៅគោលការណ៍នេះបងប្អូនទី1គឺគេជួសជុលហើយនឹងសាងបន្ថែមទៀតនៅគេហៅថាជាតំបន់ឬក៏ជាកន្លែងដើម្បីជ្រកកោននៅពេលដែលមានភ័យវិបត្តិជាកន្លែងភៀសខ្លួនទៅអញនិយាយគាត់ថាអញ្ចឹងហើយទី2នេះគឺគេកំណត់ធ្វើកន្លែងហ្នឹងឲ្យបានច្រើនដល់ទៅ65កន្លែងបាទ65កន្លែងនៅក្នុងខេត្តសុរិន្ទហ្នឹងហើយខេត្តផ្សេងទៀតមិនទាន់ដឹងនិយាយមិនអីក៏ប៉ុន្តែខេត្តសុរិន្ទមានប៉ុណ្ណឹងហើយមួយទៀតត្រៀមបងប្អូនត្រៀមមន្ទីរពេទ្យត្រៀមត្រៀមឧបករណ៍វិទ្យាសាស្ត្រហ្នឹងដើម្បីការពារបញ្ហាអីកើតឡើងហើយគេមានគោលដៅផ្លាស់ប្ដូរមន្ទីរពេទ្យមួយកន្លែងពីរកន្លែងរបស់គេទៅជាមន្ទីរពេទ្យសមរភូមិជួរមុខទៀតផងបាទអាហ្នឹងគឺជាផែនការរបស់គេហើយចុងក្រោយនេះគឺមានការយកថវិកាជាតិរហូតដល់ទៅ30លានបាតមកបម្រើផលប្រយោជន៍ការងារទាំងអស់នៅក្នុងតំបន់សុរិន្ទហ្នឹងមកដែរនិយាយតែមួយម៉ាត់ទេបើមើលទៅគឺជាការយកចិត្តទុកដាក់ក៏ប៉ុន្តែការយកចិត្តទុកដាក់នោះវាស្ដែងចេញជាហេតុផលមួយឲ្យប្រជាជនខ្មែរដែលឃើញព័ត៌មានទាំងអស់ហ្នឹងដូចខ្ញុំអញ្ចឹងឃើញមានអារម្មណ៍ថាហាក់ដូចជាគេត្រៀមការពារភ័យឲ្យប្រជាជនគេហើយគេខ្លាចយើងទៅបៀតបៀនគេឬក៏បង្កបញ្ហាដាក់គេយ៉ាងម៉េចក៏មិនដឹងអាហ្នឹងយើងមិនដឹងគេគិតយ៉ាងម៉េចក៏ប៉ុន្តែគាត់ថាគ្រាន់តែការរៀបចំហើយនឹងការផ្គត់ផ្គង់ពីរដ្ឋបាលរបស់គេប៉ុណ្ណឹងទៅលើប្រជាជនគេប៉ុណ្ណឹងជាសន្តានចិត្តជាការជួយទុកធុរៈជាការយកចិត្តទុកដាក់ក៏ប៉ុន្តែវាហាក់ដូចជាមានចេតនាគំរាមមកដល់យើងអញ្ចឹងគំរាមដល់យើងបានន័យថាគេត្រៀមខ្លួនរួចហើយសម្រាប់ទទួលនៅហេតុការណ៍អាក្រក់មួយដែលតម្រង់នឹងកើតឡើងហាក់ដូចជាគម្រាមមកយើងគេធ្វើឡើងហាក់ដូចជាថាខាងយើងអត់ទាន់មានត្រៀមអីទេណាអត់ទាន់មានត្រៀមអីទេអត់មានភ័យអីទេក៏ប៉ុន្តែខាងគេធ្វើឡើងលក្ខណៈដូចជាគម្រាមមកលើយើងតែតាមពិតទៅប្រជាជនរបស់យើងបើសិនបើភ័យក៏គាត់មានសិទ្ធិសេរីភាពក្នុងការធ្វើដែរបងប្អូនប្រជាជនខ្មែរយើងនៅតាមជាយដែនគាត់មានសិទ្ធិសេរីភាពក្នុងការរៀបចំកន្លែងជ្រកកោនដោយខាងគេដែរហើយបើសិនបើមានបញ្ហាក៏គាត់ត្រូវការកន្លែងជ្រកកោនដូចតែគ្នាប្រជាជនហើយបើរដ្ឋបាលគាត់អាចជំលះចេញបានក៏គាត់ជំលះដូចគ្នាបើសិនបើមានហេតុការណ៍ដែលទប់ស្កាត់មិនបានបងប្អូនហើយមួយទៀតតាមប៉ាត់នេះជារឿងមួយបងប្អូនបើសិនបើមើលនៅក្នុងប្រភពព័ត៌មានផ្សេងទៀតក្នុងស្រុកថៃណាថ្ងៃនេះលេចចេញព័ត៌មាន2ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាជនខ្មែរយើងខ្លាំងហើយព័ត៌មានមួយប៉ះពាល់ខ្លាំងមែនទែនគឺតាក់ទងរឿងអគ្គិសនីផ្ដាច់អគ្គិសនីរហូតដល់សម្ដេចនាយកក៏លោកមានប្រសាសន៍មានការសរសេរឆ្លើយតបទៅនឹងហេតុការណ៍នឹងតាមបណ្ដាញសង្គមរបស់លោកឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលក៏លោកចេញខ្លឹមសារជាដំណឹងជម្រាបជូនដល់ប្រជាជនយើងផងដែរថាតាមពិតទៅបច្ចុប្បន្ននេះយើងប្រើភ្លើងរបស់យើងហើយដូចនៅបាត់ដំបងប្រទីមានជ័យអីហ្នឹងគឺប្រើភ្លើងមកពីអតៃជួរភ្នំកវាញរបស់យើងបាត់ហើយស្ថានីយ៍ដាក់មកហ្នឹងគឺយើងឈប់ប្រើភ្លើងថៃមកយូរដែរហើយបងប្អូនមិនទៅឈប់ប្រើអីទេហើយភ្លើងថៃដែលធ្លាប់តមកហ្នឹងក៏មិនមែនជារបស់ថៃពិតដែរជាភ្លើងដែលតចេញមកពីឡាវទេបាទមិនមែនភ្លើងរបស់ថៃផ្ទាល់ទេភ្លើងតចេញពីឡាវចូលថៃហើយថៃលក់មកឲ្យខ្មែរក៏ប៉ុន្តែយើងឈប់ប្រើហើយបើសិនបើគេគម្រាមផ្ដាច់អាហ្នឹងគឺជាសិទ្ធិរបស់គេគម្រាមក៏ប៉ុន្តែគាត់ថាដោយឯកឧត្តមកែវរតនៈលើកឡើងថាបើសិនបើគេធ្វើគឺគេរំលោភទៅលើកិច្ចព្រមព្រៀងដែលមានមកព្រោះតកតងរឿងធម្មពលអគ្គិសនីមានកិច្ចព្រមព្រៀងប្រហែលឆ្នាំត្រូវចប់អញ្ចឹងទៅផ
ត់កិច្ចព្រមព្រៀងហ្នឹងទើបអាចផ្ដាច់បានអីចឹងតែបើសិនបើគេផ្ដាច់មុនគឺគេរំលោភទៅលើកិច្ចព្រមព្រៀងដែលមានអាហ្នឹងគឺគេខុសយើងអត់ខុសទេក៏ប៉ុន្តែក៏តែយើងក៏មានភ្លើងសម្រាប់ប្រើរបស់យើងមិនអត់ទេបងប្អូនក្នុងរឿងហ្នឹងហើយមានរូបភាពផ្សេងទៀតពួកប្រឆាំងគេក៏ប្រើសិទ្ធិរបស់គេគំរាមមកលើខ្មែរយើងច្រើនបើនិយាយតែម៉ាត់ទេថាអ្នកដែលមើលទៅឃើញ slot ជាងគេគឺគណៈរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីរបស់គេមើលទៅដូច slot ក៏ប៉ុន្តែគាត់ថារឿងចុងក្រោយនេះធ្វើត្បិតតែសម្ដែងចេញក្នុងរូបភាពមួយនៃការយកចិត្តទុកដាក់ទៅលើប្រជាជនក៏ប៉ុន្តែអារម្មណ៍របស់ប្រជាជនខ្មែរដូចខ្ញុំជាដើមនៅពេលដែលឃើញចឹងមានអារម្មណ៍ថាគេកំពុងតែគំរាមមកលើយើងបាទអានេះគាត់តែជាការគិតរបស់យើងប៉ុន្តែជាការគិតរបស់យើងខ្ញុំជឿថាប្រជាជនខ្មែរភាគច្រើនដែលឃើញរូបភាពហ្នឹងក៏គិតអញ្ចឹងដែរហើយគេជ្រើសរើសធ្វើទស្សនកិច្ចយ៉ាងអឡារឹកក៏ក្រឹកក៏ក្រែងមកកាន់តំបន់ជាយដែនហ្នឹងក៏គេមានគោលបំណងបង្ហាញអីមកកាន់កម្ពុជាយើងដែរហើយមិនមែនអត់ទេបើសិនបើអត់គេមិនមែនសុកដើរមកជាយដែនមួយថ្ងៃអីទេបាទគេមិនមែនទំនេរដល់ថ្នាក់ហ្នឹងទេក៏ប៉ុន្តែគេមានគោលបំណងឲ្យគេមកហើយគេមកហ្នឹងមកមុនពេលជួបប្រជុំ JBC នៅថ្ងៃទី14ខាងមុខហ្នឹងទៀតហើយក៏មានព័ត៌មានលេចលឺមកផ្សេងទៀតมันដាច់ទេបងប្អូនតាំងពីថ្ងៃទី28ខែឧសភាដែលផ្ទុះមកប្រាវរហូតដល់បាត់បង់ជីវិតយោធិនរបស់យើងម្នាក់ហើយមកដល់ឥឡូវហ្នឹងគឺហើយកន្លះខែបងប្អូនអត់ទាន់ស្ងប់ស្ងាត់ទេហើយបើសិនបើនិយាយពីរឿងព័ត៌មានវិញមានដូចគ្នាខាងខ្មែរក៏មានខាងថៃដូចគ្នាក៏មានក៏ប៉ុន្តែខាងខ្មែរយើងមានព័ត៌មានបែបជាលក្ខណៈស្នេហាជាតិចែករំលែកចំណេះដឹងប្រវត្តិសាស្ត្រអីជាដើមច្រើនជាងមិនមែនអត់ព័ត៌មានដែលបកកបញ្ហាទេព័ត៌មានរបស់ក្រមប្រឆាំងដូចជាថ្មីនេះមានយុវជនប្រឆាំងម្នាក់នៅថៃនោះគាត់បកកបញ្ហារហូតដល់សម្ដេចលោកធ្វើអន្តរាគមន៍សុំឲ្យថៃបកគលខ្លួនអីមកជាដើមរហូតដល់ដេកភ័យឥឡូវហ្នឹងដេកភ័យខ្ញុំឃើញសារព័ត៌មានពួកអាស៊ីសេរីហ្នឹងគេថាដេកភ័យឲ្យយុវជនម្នាក់ហ្នឹងដែលប្រើរូបភាពស្លៀកពាក់យោធាហ្នឹងគឺវារំលោភច្បាប់របស់កម្ពុជាទោះបីជាអ្នកនៅក្នុងប្រទេសថៃក៏ដោយក៏ប៉ុន្តែអ្នកឯងជាជនជាតិខ្មែរបាទអ្នកឯងជនជាតិខ្មែរហើយអ្នកឯងបកការញុះញង់ឲ្យមានបញ្ហានៅក្នុងសង្គមខ្មែរបើនៅថៃវិញគឺមានច្រើនណាស់រូបភាពហ្នឹងបងខ្ញុំអង្គុយអានព័ត៌មានពេលខ្លះខ្ញុំក៏វល់នឹងព័ត៌មានពីខាងថៃមកដែរសូម្បីតែសារព័ត៌មានធំខ្លះនៅស្រុកថៃក៏មាននិន្នាការគ្រប់គ្រងយោធានិន្នាការគ្រប់គ្រងពួកប្រឆាំងហើយពួកគាត់ផ្សាយច្រើនណាស់មួយថ្ងៃទាំងទូរទស្សន៍ទាំងសារព័ត៌មានអនឡាញរបស់គាត់គឺច្រើនពេលខ្លះយើងវល់នឹងព័ត៌មានពួកហ្នឹងគឺបកកបញ្ហាពួកដែលសម្ដេចប្រមុខថ្នាក់ដឹកនាំយើងលោកលើកឡើងថាជាក្រមជ្រុលនិយមថៃក្រមជ្រុលនិយមថៃគឺបកកបញ្ហាខ្លាំងជាងក្រមជ្រុលនិយមខ្មែរទៀតពួកក្រមជ្រុលនិយមថៃហ្នឹងគេមិនសូវខ្លាចថ្នាក់ដឹកនាំទេគេមិនសូវខ្លាចប្រមុខថ្នាក់ដឹកនាំប្រទេសទេដោយសារតែគេអាងអីគេអាងថាអំណាចយោធាហ្នឹងវាអត់នៅក្រោមបញ្ជារបស់គណៈរដ្ឋមន្ត្រីផងទេអញ្ចឹងគេអត់ខ្លាចព្រោះយោធាហ្នឹងគេមានសិទ្ធិពិសេសអាចធ្វើរដ្ឋបហាទម្លាក់យុរដ្ឋមន្ត្រីបានអាហ្នឹងរឿងរបស់គេរឿងស្រុកគេអញ្ចឹងបានគេមិនសូវជាញញើតចេះតែបកកបញ្ហារហូតដល់មានតាប្រមុខថ្នាក់ដឹកនាំប្រឆាំងគេហ្នឹងគឺមិនចង់វាយយកភ្នំពេញទៀតអាហ្នឹងបងប្អូនខ្មែរយើងក៏ចាប់អារម្មណ៍ខ្លាំងជាមួយរឿងហ្នឹងដែរហើយរឿងទាំងអស់បងប្អូនបើអង្គុយមើលថៃទៅយើងគិតថាហាក់ដូចជាឈួតឡប់អ្នកនយោបាយថៃដូចឈួតដូចជាឡប់ជ្រុលនិយមក្តីពួកអ្នកកាន់អំណាចក្តីមើលទៅដូចជាខ្វែងគំនិតគ្នាឬក៏ថាមានបញ្ហាអីក៏ប៉ុន្តែហេតុផលមួយដែលយើងសម្លឹងមើលគឺគេបកកបញ្ហាមកចង់ដឹកឲ្យយើងមានកំហឹងហើយយើងខ្មែរយើងនឹងមានកំហឹងបកកហឹងសាយមួយទៅដល់គេដូចជារឿងនាងផ្កាយព្រឹកធ្វើបានសម្រេចកាលពីមុនមកយើងបកកបញ្ហាដល់ស្ថានទូតគេជាដើមយើងខាតបង់ច្រើនហើយជាដើមមានទៅ
ចេតនារបស់ពួកគេគឺធ្វើអញ្ចឹងហើយនៅក្នុងរឿងធំមួយទៀតគឺបណ្ដឹងរបស់យើងទៅ ICJ ហ្នឹងគឺពួកគាត់មិននិយាយទៅមិនសោកចិត្តហើយពួកគាត់ខ្លាចឥឡូវពួកគាត់ខ្លាចសន្ធិសញ្ញាបារាំងសៀមពួកគាត់ខ្លាចផែនទីអមជាមួយសន្ធិសញ្ញាបារាំងសៀមខ្លាំងណាស់ក៏ប៉ុន្តែអ្នកប្រវត្តិសាស្ត្រពិភពលោកគេមើលឃើញហើយតុលាការអន្តរជាតិក៏គេមើលទៅតាមកិច្ចព្រមព្រៀងនឹងដែរព្រោះយើងធ្លាប់មានការឈ្នះក្តីប្រាសាទព្រះវិហារក៏ដោយអាស្រ័យពឹងទៅលើកិច្ចព្រមព្រៀងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ហ្នឹង1904 1907ចន្លោះហ្នឹងហើយមួយទៀតគឺផែនទីនេះឃើញតែគូតាំងពីឆ្នាំ1904អីនឹងដែរក៏ប៉ុន្តែបកគលឲ្យសៀមនៅឆ្នាំ1908ខ្ញុំឃើញបងប្អូនយើងចែកម្លែកទៅតរឿងប្រវត្តិប្រាសាទព្រះវិហារអីមកតាមរយៈតុលាការអន្តរជាតិផងដែរបាទអូខេអញ្ចឹងបងប្អូននេះគឺជារឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍តាមពិតទៅយើងចាប់អារម្មណ៍ក៏ល្អដែរបងប្អូននេះចាប់អារម្មណ៍ក៏ល្អដែរពួកគេមកទស្សនកិច្ចក៏គេមានគោលបំណងរបស់គេគោលបំណងយ៉ាងណាយើងមិនដឹងច្បាស់ក៏ប៉ុន្តែក្នុងអារម្មណ៍របស់យើងគឺអញ្ចឹងយើងនិយាយថារឿងដោះស្រាយគ្នាដោយសន្តិវិធីក៏នៅតែដោះស្រាយតាមប្រមុខថ្នាក់ដឹកនាំរបស់យើងលោកកំពុងតែដុតដៃដុតជើងធ្វើការក៏ប៉ុន្តែការប្រយ័ត្នប្រយែងរបស់យើងក៏មិនអាចអត់បានដែរទាំងខាងយោធាសមត្ថកិច្ចរបស់យើងក៏លោកមានការប្រយ័ត្នប្រយែងមិនអាចហើយប្រជាជនក៏ត្រូវប្រយ័ត្នប្រយែងដែរបើសិនជាគេបងប្អូននៅតាមជាយដែរនោះក៏ត្រូវប្រយ័ត្នប្រយែងដែរបើសិនបើមានបញ្ហាគឺរដ្ឋបាលក៏ត្រូវទៅជំនះប្រជាជនចេញអញ្ចឹងក្នុងរឿងទាំងអស់ហ្នឹងក្នុងដំណាក់កាលមួយដែលវាស្មានមិនដល់ទេបងប្អូនតែគាត់ថាការងារដែលកំពុងតែប្រព្រឹត្តទៅបច្ចុប្បន្ននេះគឺទាំងខាងយើងទាំងខាងថៃគឺត្រៀមខ្លួនដើម្បីប្រជុំ JBC គណៈកម្មការព្រំដែនចម្រុះនៅថ្ងៃទី14ខាងមុខហើយអ្វីដែលថៃគេនិយាយនេះគឺជាច្រើននិយាយថានៅពេលដែលគេមកថ្ងៃទី14ហើយបើគេបញ្ចុះបញ្ចូលខ្មែរមិនឲ្យប្តឹងទៅ JBC បានទេប្រកាសជាមានរឿងអីចឹងជាដើមអាហ្នឹងគឺមតិដែលចេញមកពីខាងគេអាហ្នឹងក៏យើងមិនដឹងធ្វើម៉េចទេបើសិនបើគេមិនសុខចិត្តក្នុងរឿងហ្នឹងក៏ប៉ុន្តែគាត់ថាខាងយើងប្រកាសតាំងពីមុនជាអឡារឹកឲ្យថាយើងមិនយករបៀបវិរៈនៃការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិតាក់ទងរឿងចំណុចទាំង4ហ្នឹងមកពិភាក្សានៅក្នុងការជួបជុំពិភាក្សាទ្វេភាគីរឿង JBC នឹងដែរគឺនិយាយទៅពីរឿងព្រំដែនចម្រុះដែលមានហ្នឹងទេអញ្ចឹងប៉ុណ្ណឹងបងប្អូនបញ្ចែកម្លេចអរគុណបងប្អូនដែលចំណាយពេលវេលាមានតម្លៃតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់សូមគន្តីសរសើរផងដែរហើយលោកការលើកឡើងបកស្រាយមានការលើសលួសខ្វះខាតដោយប្រការៈណាមួយហើយបងប្អូនមានចំណេះដឹងល្អៗតាក់ទងនឹងប្រវត្តិសាស្ត្រព្រំដែនខ្មែរថៃហើយនឹងបទពិសោធន៍បងប្អូនដែលធ្លាប់ឆ្លងកាត់នៅភ្នំដងរែកអីផ្សេងជាងគេគឺក្នុងសម័យដែលខ្មែរយើងរត់ចូលជំរុំអីហ្នឹងគឺខ្ញុំឮបងប្អូនខ្មែរយើងគាត់នៅក្រៅហ្នឹងគាត់ធ្លាប់ប្រាប់ពីបទពិសោធន៍ល្វីងយូរចត់របស់គាត់អញ្ចឹងមិនចំណេញមកខ្ញុំដែរក៏ប៉ុន្តែគាត់ថាម្នាក់ពីរនាក់អាចនិយាយថាមិនធ្ងន់ចិត្តក្នុងការចែកម្លែកក៏ប៉ុន្តែបើសិនបើមានបងប្អូនយើងចែកម្លែកច្រើនស្ដាប់ទៅវាអាចថាធ្ងន់ចិត្តអ្នកដែលជួបបទពិសោធន៍ផ្ទាល់បែបហ្នឹងគឺមានច្រើនពិតមែនហើយនៅស្រុកខ្មែរបច្ចុប្បន្នកម្ពុជានេះគឺមានអ្នកអង្គការវិជ្ជបណ្ឌិតគួយមេងលីដែលគាត់សរសេរសភៅពីរឿងភ្នំដងរែកមិនអាចបំភ្លេចបានព្រោះគាត់ធ្លាប់ជួបបទពិសោធន៍ជីវិតផ្ទាល់អាហ្នឹងគឺជារឿងប្រវត្តិសាស្ត្រមួយដែលខ្មែរយើងរងគ្រោះដែលខ្មែរយើងរងគ្រោះនៅតាមជួរភ្នំដងរែកក្នុងសម័យដែលរត់ភៀសខ្លួនឆ្លងចង់ចូលទៅជំរុំនៅក្នុងស្រុកថៃជាដើមគឺមានការដេញមកវិញបាញ់សម្លាប់ហើយនឹងគៀចូលចការមីននៃចដើមហ្នឹងក៏មានបងប្អូនខ្ញុំធ្លាប់ឮមកហើយក៏ធ្លាប់អានសភៅរបស់អ្នកអង្គការវិជ្ជបណ្ឌិតគួយមេងលីផងដែរក្នុងរឿងហ្នឹងបងប្អូនអូខេប៉ុណ្ណឹងបងប្អូនអរគុណកុំបន្តវែងឆ្ងាយទៀតហើយជម្រាបលាប៉ុណ្ណឹងហើយជួបគ្នាក្នុងឱកាសក្រោយទៀតបងប្អូនបាទ